សម្រាប់បងប្អូនដែលចូលចិត្តញ៉ាំមីហិលចេញក្បាលវីដេអូមកគឺថាស្រក់ទឹកមាត់តាក់តែម្ដងហើយមីហិលមកកន្លែងនេះគឺឆ្ងាញ់ខ្លាំងណាបងប្អូនខ្ញុំបង្ហាញទីតាំងណាទីតាំងគឺនៅខេត្តបៃលិនតែម្ដងនៅរបងមូលផ្សាររាត្រីវាមានឯករាជ្យនិយាយពីថាហាងស៊ីអូលមួយហ្នឹងគឺថាឆ្ងាញ់ហ្មងជាប់ចិត្តនិយាយទៅបើនិយាយឲ្យដល់ទៅគេហៅថាជាហាងមីហិល idol របស់ខ្ញុំអីឲ្យតែពេលខ្ញុំទៅបៃលិនគឺដឹងតែចូលទៅញ៉ាំអីហើយកន្លែងញ៉ាំហ្នឹងគឺថាអង្គុយទៅមានផាសុខភាពស្អាតមាន decor ត្រឹមចង់និយាយថាមាន decor ល្អចង់ថតរូបថតអីគឺថាខ្ជូតតែម្ដងហើយមិនត្រឹមប៉ុណ្្នឹងទេណាបងប្អូនទប់ទឹកក៏អែមដែរពេលដែលខ្ញុំទៅគឺខ្ញុំចូលទៅទប់ទឹកចូលអីចឹងណាព្រោះអីវាស្អាតមែនវា clean ណាបងប្អូនមានអនាម័យល្អហើយកន្លែងអង្គុយញ៉ាំនេះក៏ចេញមកក៏ស្អាតទេបងប្អូនអើយតាក់ទាញហ្មងហើយមិនត្រឹមតែប៉ុណ្្នឹងទេសេវាកម្មទទួលក៏ល្អទៀតខាងសវិសចាទទួលបានល្អណាស់បងប្អូននិយាយសុភាពរៀបសារទុនផ្លុនហើយមិនត្រឹមតែប៉ុណ្្នឹងទៀតតសើទៀតទេបងប្អូនមិនមែនថាតសើមិនមែនថាម្ចាស់ហាងឲ្យមីហិលខ្ញុំឬក៏ខ្ញុំស្គាល់ម្ចាស់ហាងអីអត់ទេរសជាតិមីហិលគឺថាឆ្ងាញ់ចម្លែកហ្មងបងប្អូនរសជាតិចម្លែកញ៉ាំហើយអត់ចុកពោះញ៉ាំហើយអត់ក្លិននិយាយទៅគឺរសជាតិឆ្ងាញ់ហ្មងរបៀបថាគេដាំទឹកស៊ុបខ្លួនគេអីចឹងណាហើយមានតកកព្រិលបើមិនចង់ញ៉ាំមីហិលអាចញ៉ាំតកកព្រិលបានឬតកកឈូកបានតម្លៃទៅតាមនឹងដែរចឹងណាបងប្អូនតកកព្រិលហ្នឹងគឺនិយាយទៅរសជាតិអែមសែមហ្មងគេមានតំណាប់មានអីនៅក្នុងហ្នឹងមានចេកមានគ្រាប់អីគេនិយាយទៅឆ្ងាញ់ចាមានចង់និយាយថាទឹកដោះគោឆៅដោះគោស្រស់អីចឹងមានកាហ្វេដូចជាអូវ៉ាន់ទីនហ្នឹងឯងដាក់ស្រោចពីលើហ្នឹងឯងបងប្អូនធ្លាប់ញ៉ាំតកកព្រិលគឺដឹងឯងមិនបាច់ចាំខ្ញុំរៀបរាប់ឯងព្រោះខ្ញុំមិនសូវចេះនិយាយទេបងប្អូនអើយចាហើយទៅដល់មិនចោលទេញ៉ាំតែទាំងពីរហ្នឹងទាំងទឹកព្រិលទាំងមីហិលហ្នឹងឯងហើយខ្ញុំឃើញបងប្អូនខ្ញុំគេញ៉ាំតំណងខ្ញុំឈោថតសិនទៅកូនគេហ្នឹងឲ្យម៉ាក់យាយមើលម៉ាក់យាយថាគាត់នៅក្តៅញ៉ាំអត់តាន់ការទេអញ្ចឹងគាត់មើលចៅឲ្យម៉ាក់គេហ្នឹងញ៉ាំនំសិនសុំទោសបងប្អូនញ៉ាំមីហិលសិនហួយព្រលឹមនេះខ្ញុំងើបពីកែងឡើងគឺខ្ញុំតន់ស្វាងរួយឯងហើយខ្ញុំមកបញ្ចូលសម្លេងខ្ញុំបញ្ចូលកាត់តវីដេអូឲ្យហើយដើម្បីទុកផុសពេលល្ងាចបងប្អូនបើមិនធ្វើពេលព្រឹកទេល្ងាចឡើងអត់មានពេលអត់មានវីដេអូសម្រាប់ថតផុសទេអញ្ចឹងអត់មានវីដេអូសម្រាប់ផុសទេអញ្ចឹងពេលព្រឹកបញ្ចូលសម្លេងរាល់ដងគឺរលូនល្អច្បាស់តទៅពេលថ្ងៃនេះអារម្មណ៍អត់សូវល្អអញ្ចឹងខ្ញុំទៅឈឺទៅងើបពីឈឺបងប្អូនពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំប្រែប្លែកច្រើនមែនតើតាំងពីដោះស្រោមចេញមកមានអារម្មណ៍ថាប្លែកច្រើនណាខ្លួនឯងភ្លេចក៏ភ្លេចវែងគង់វែងច្រើនខ្សោយទៀតសុខភាពធ្វើការច្រើនក៏អត់បានទៀតឆាប់វិលមុខបងប្អូនសារអីខ្ញុំខ្វះគ្រាប់ឈាមមកជួយអញ្ចឹងមានអារម្មណ៍ថាវែងមិនដឹងហើយអញ្ចឹងទៅបងប្អូនកុំប្រកែកប្រកាន់អីរកការនិយាយស្ដីរបស់ខ្ញុំនៅក្នុងវីដេអូមួយនេះគឺអត់សូវបានត្រឹមត្រូវនឹងឥតខ្ចោះទេអញ្ចឹងនិយាយច្រើនគឺខុសច្រើនហើយបងប្អូនមកមើលមីហិលរបស់ខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំស្ករច្រើនអញ្ចឹងណាប៉ុន្តែបើនិយាយពីបងអែមខ្ញុំអត់ចូលចិត្តផ្អែមវិញតទៅពេលញ៉ាំម្ហូបផ្សេងគឺខ្ញុំរៀងដាក់ស្ករច្រើនអញ្ចឹងណាបងប្អូនជាតិណា